រឿងកូនឆ្លុះនិងទន្សាយនៅក្នុងព្រៃភ្នំមួយមានសត្វតោកំណាចមួយក្បាលតែងតែបង្គាប់ឲ្យសត្វទាំងអស់ចូលមកប្រគល់ខ្លួនជាចំណីខ្លួនរៀងរាល់ថ្ងៃសត្វទាំងអស់មានការភ័យតក់ស្លុតជាពន់ពេកជាពិសេសឲ្យតែចិត្តដល់វេនរបស់ខ្លួនឯងសាច់ញាតិគ្រួសារសត្វត្រូវព្រាត់ប្រាសគ្នាយ៉ាងខ្លោចផ្សាដោយមិនអាចធ្វើអ្វីកើតឡើយត្បិតសត្វតោនោះមានអំណាចបំផុតនៅក្នុងព្រៃនោះថ្ងៃមួយមានកូនឆ្លុះមួយក្បាលបារម្ភក្រៃលែងចំពោះវាសនារបស់ខ្លួនស្អែកនេះជាវេនរបស់អញហើយវាទន់ដៃទន់ជើងណាស់ដោយដើរទៅដេកសំកុកនៅលើវាលស្មៅខៀវខ្ចីមួយនៅជិតជើងភ្នំរំពេចនោះវាស្រាប់តែនឹកឃើញដល់មិត្តសម្លាញ់ម្នាក់គឺទន្សាយវាបានដើររកទន្សាយពេញមួយល្ងាចរហូតបានជួបលុះជួបហើយក៏រៀបរាប់សក្តីទុក្ខសោកសៅនៅក្នុងចិត្តបន្ទាប់មកកូនទន្សាយក៏បានប្រាប់សត្វឆ្លុះនោះវិញថាកុំព្រួយអីសម្លាញ់ខ្ញុំអាចជួយឯងបានឲ្យតែសត្វតូចសាមគ្គីគ្នាដោយឆ្លៀសវៃគឺពិតជាអាចកម្ចាត់សត្វធំដែលកាច់សាហាវបានសត្វទន្សាយពោលដូច្នោះរួចក៏រៀបចំឧបាយកលជាមួយកូនឆ្លុះលុះព្រឹកឡើងស្ដេចតោក៏រងចាំនៅលើផ្ទាំងថ្មធំមួយដែលជាអាសនៈរបស់ខ្លួនលុះកូនឆ្លុះមកយឺតពេលបន្តិចនឹងឃើញមានទន្សាយមកផងក៏ស្រែកសម្លុតយ៉ាងរន្ធប់ផ្អើលអស់ហ្វូងសត្វព្រៃទាំងឡាយពេលនោះសត្វឆ្លុះក៏បានប្រាប់ថាសូមលោកម្ចាស់កុំអាលខឹងច្រឡោតអីមុននេះពួកយើងបានជួបនឹងសត្វធំចម្លែកមួយក្បាលហើយព្យាយាមរត់គេចតាមព្រៃបន្លាយ៉ាងវែងឆ្ងាយទម្រាំបានមកជួបនឹងលោកម្ចាស់នេះសូមលោកម្ចាស់អធ្យាស្រ័យផងពេលនោះសត្វតោក៏បាននិយាយថាចុះមានសត្វចម្លែកមកពីណាទៀតហើយហ៊ានមករំខាននៅក្នុងដែនដីយើងយ៉ាងនេះស្ដេចតនោះនឹងឆ្ងល់ក៏សួរទៅកាន់ទន្សាយក៏បានឆ្លើយប្រាប់ថាវាមានមាឌធំជាងដំរី2ដងទៅទៀតសូមលោកម្ចាស់មកតាមខ្ញុំមកខ្ញុំនឹងនាំលោកម្ចាស់ទៅជួបសត្វចម្លែកនោះតែសូមលោកម្ចាស់ប្រយ័ត្នប្រយែងផងសត្វទន្សាយបញ្ជាក់ប្រាប់រួចក៏នាំសត្វតោចេញទៅធ្វើដំណើរតាមផ្លូវសត្វតោក៏បានពោលប្រាប់សត្វទន្សាយថាឯងកុំមើលងាយអញឲ្យសោះអញមិនខ្លាចអាសត្វចម្លែកនោះទេអញនឹងសម្លាប់អាសត្វចម្លែកនោះឲ្យឯងដឹងថ្វីដៃអញម្ដងលុះទៅដល់ពីមុខរោងភ្នំមួយសត្វទន្សាយបានចង្អុលទៅទីនោះតាមពិតសត្វទន្សាយបាននាំគ្នាគូសរូបសត្វចម្លែកមួយដ៏ធំនៅមាត់រោងភ្នំនោះជារូបសត្វម្យ៉ាងមានចង្កូមសស្ញាចនិងមុខមាត់មើលទៅគួរឲ្យខ្លាចបំផុតចំណែកឯសត្វតោខឹងណាស់បានស្រែកប្រាប់ឲ្យទន្សាយចាកចេញទុកឲ្យខ្លួនជាអ្នកតតាំងម្នាក់ឯងរំពេចនោះសត្វតោហក់ទៅក៏ជាប់អន្ទាក់យ៉ាងមាំដែលទន្សាយដាក់នៅក្រោមស្លឹកឈើត្រង់មាត់រូងភ្នំនោះឃើញដូច្នោះសត្វទន្សាយក៏បានហួចសំឡេងហៅសត្វទាំងអស់ដែលកំពុងពួនជុំវិញរូងភ្នំមកចឹកខំនិងហាយខ្លួនប្រាណរបស់តោអប្រិយនោះរហូតដល់សេចក្តីស្លាប់យ៉ាងវេទនាដោយកាលគ្រាលដែលវាចាប់ហាយស៊ីសត្វដទៃយ៉ាងសាហាវដូច្នោះដែរ
ចាប់តាំងពីថ្ងៃនោះមកកូនឆ្លុះព្រមទាំងសត្វព្រៃដទៃទៀតក៏រស់នៅដោយក្តីសុខសន្តិភាពរួចផុតពីការគ្រប់គ្រងដល់កំណាចរបស់ស្ដេចតោចំណែកសត្វទន្សាយត្រូវបានគេលើកដង្កើងជាអ្នកប្រាជ្ញនៅក្នុងព្រៃនោះរហូតតរៀងទៅសូមអរគុណបងប្អូនសម្រាប់ការទស្សនានិងស្ដាប់កំសាន្តរឿងនិទានខ្លីៗសូមអរគុណ